ដោយសារតារិចអត់សូវមករៀនទេរិចគាត់ចូលចិត្តដើរស្រុកក្រៅតាំងដើមអ្នកទាំងអស់គ្នាគឺខ្ញុំកាន់តែស្គាល់រិចខ្ញុំកាន់តែមានអារម្មណ៍ថាគាត់ឯកាតែអ្នកទាំងអស់គ្នាមានគ្នាយើងច្រើនមែនទែនដែលសួរខ្ញុំថាកតាអ្វីខ្លះដែលស្គាល់រិចហើយកតាអ្វីខ្លះដែលធ្វើឲ្យខ្ញុំជាមួយនឹងរិចហ្នឹងស្និទ្ធស្នាលគ្នាទី1ហ្នឹងគឺមូលហេតុដែលពួកយើងស្គាល់គ្នាខ្ញុំស្គាល់គ្នាមួយរិចតាំងពីខ្ញុំរៀនឆ្នាំទី2ពួកយើងធ្លាប់រៀនសាកលវិទ្យាល័យជាមួយគ្នាឆ្នាំទី2ហ្នឹងខ្ញុំរៀនខាង management ខាង business management ណាគ្រប់គ្រងអាជីវកម្មពេលដែលរៀនឆ្នាំទី1ខ្ញុំមិនទាន់ជួបគ្នាទេដល់តែពេលរៀនឆ្នាំទី2បាទខ្ញុំស្គាល់គ្នាដោយសារតែខ្ញុំដូរពីរៀនពេលព្រឹកមកខ្ញុំរៀនពេលយប់វិញព្រោះដោយសារតែខ្ញុំមានការងារធ្វើអញ្ចឹងពេលដែលខ្ញុំមានការងារធ្វើខ្ញុំត្រូវដូរវេនមករៀនពេលយប់ហើយពេលដែលខ្ញុំបដូររៀនវេនយប់ហ្នឹងខ្ញុំចាប់ផ្ដើមស្គាល់រិចនៅក្នុងឆ្នាំទី2ហ្នឹងនៅពេលដែលខ្ញុំស្គាល់គ្នាជាមួយរិចហ្នឹងគឺពួកយើងអត់សូវស្ទើរតែអត់តែម្ដងគឺនិយាយគ្នាដោយសារតែរិចអត់សូវមករៀនទេភាគច្រើនជួបគ្នាតិចបំផុតហើយបន្ទាប់មកទៀតក៏បាត់គ្នាទៅបានន័យថាលែងជួបគ្នាអីទៀតទៅរិចក៏គាត់អត់ដឹងថាគាត់ដូរទៅរៀននៅណាដែរអញ្ចឹងណានៅក្នុងឆ្នាំ2018ខ្ញុំឃើញរិចគាត់ផុសតាក់ទងជាមួយនឹងការធ្វើ charity ព្រោះរិចគាត់ចូលចិត្តចែកអំណោយតាំងពីដើមព្រោះហ្នឹងឲ្យតែគាត់មានដល់ថ្ងៃខួបកំណើតគាត់ឬក៏ដល់ថ្ងៃChristmasបនណូអែលហ្នឹងគឺគាត់ដឹងតែមាន event របស់គាត់ហ្នឹងគឺមិនថាមិនចែកទៅក្មេងៗក៏ចែកទៅចាស់ជរាដែរគឺទ្រព្យគាត់តាំងពីហ្នឹងនៅពេលដែលឃើញគាត់ផុសបែបហ្នឹងខ្ញុំក៏ comment ទៅគាត់អីអញ្ចឹងចង់ចូលរួមមួយគាត់បន្តមកទៀតគាត់ក៏ឆាតមកថាជួបគ្នាបានអត់កាលហ្នឹងខ្ញុំជួបគ្នាជាមួយនឹងចាយកលាបដែរបងយីកលាបមិត្តភក្តិខ្ញុំមួយទៀតដែលរៀនជាមួយគ្នាហ្នឹងអញ្ចឹងពេលហ្នឹងគឺយើងអត់ទាន់បាននឹងធ្វើអីទេយើងគ្រាន់តែជួបគ្នាធម្មតាមនុស្សមិត្តភក្តិដែលអត់ដែរជួបគ្នាទេគ្រាន់តែស្គាល់គ្នាបន្តិចបើយើងនិយាយតែម្យ៉ាងអត់ទាន់ស្គាល់ចិត្តគ្នាហើយមិនដឹងថាម្នាក់នឹងធ្វើអីផងប៉ុន្តែពេលដែលទៅជួបគ្នាទៅយើងព្រិងអីតិចតួចអញ្ចឹងណាបងប្អូនចាប់ដើមមានកម្មវិធីទៅចុះតាមខេត្តអញ្ចឹងក៏យូរយើងទៅជាមួយគ្នាម្ដងមាន project ចុះចែកអញ្ចឹងយើងក៏មានការចុះទៅខេត្តឬក៏ទៅកោះជាមួយគ្នាតំបន់ដាច់ស្រយាលជាមួយគ្នាអញ្ចឹងគឺពេលហ្នឹងហើយយើងចាប់ផ្ដើមស្គាល់គ្នាអីអញ្ចឹងហើយរិចគាត់ចូលចិត្តដើរស្រុកក្រៅតាំងដើមអ្នកទាំងអស់គ្នាគឺគាត់ដើរតាំងពីដើមហ្មងមិនមែនតែឥឡូវទេរិចដើរស្រុកក្រៅតាំងដើមគាត់គឺជាមនុស្សម្នាក់ដែលនាំខ្ញុំទៅធ្វើ passport នាំខ្ញុំទៅលេងប្រទេសក្រៅគឺរិចនឹងហើយស្និទ្ធគ្នាខ្លាំងគឺ2023ហ្នឹងគឺអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ហើយពេលហ្នឹងគាត់ចាប់ដើមធ្វើវីដេអូបានច្រើនហើយនឹងเพจចាស់របស់គាត់តាក់ទងមួយប្រាសាទអីផ្សេងអញ្ចឹងណាហើយពេលដែល2023ហ្នឹងគាត់តាក់ទងមកខ្ញុំគាត់ថាគាត់ចង់ទៅអេស៊ីបគាត់សួរខ្ញុំថាអាចទៅមួយគាត់បានអត់ខ្ញុំសួរដែរខ្ញុំសួរបាត់ចិត្តមែនហើយខ្ញុំត្រូវចេញអីគេខ្លះអញ្ចឹងណាកាលហ្នឹងគាត់ឲ្យខ្ញុំចេញតែសបុតយន្តហោះទេអីផ្សេងគឺគាត់ថាចាំលើគាត់អីអញ្ចឹងទៅសុំមេខ្ញុំទៅសុំគាត់ត្រង់ហ្មងមេខ្ញុំជនជាតិឥណ្ឌាខ្ញុំទៅសុំគាត់ត្រង់ហ្មងខ្ញុំថាខ្ញុំទៅលេងប្រទេសអេស៊ីបខ្ញុំសុំច្បាប់ចំនួន5ថ្ងៃទៅលេងប្រទេសអេស៊ីបបានអត់ព្រោះអីមិត្តភក្តិខ្ញុំមាន project ទៅនឹងឲ្យគាត់សុំឲ្យខ្ញុំទៅជាមួយគាត់នេះពីពេលហ្នឹងមកហ្មង project អីទៅប្រទេសបន្ទាប់ពីទៅប្រទេសអេស៊ីបហើយខ្ញុំក៏ទៅប្រទេសមីយ៉ាន់ម៉ាទៅប្រទេសឥណ្ឌាអីអញ្ចឹងទៅព្រោះពេលហ្នឹងខ្ញុំទៅមីយ៉ាន់ម៉ាហើយខ្ញុំទៅឥណ្ឌាខ្ញុំចូលមកដល់សំណួរស្និទ្ធស្នាលមិញខ្ញុំអាចនិយាយបានខ្ញុំអាចនិយាយបន្ថែមទៀតភាពស្និទ្ធស្នាលនៅពេលដែលយើងធ្វើការឬក៏យើងនៅជាមួយអ្នកណាគេច្រើនមិនយើងនៅជាមួយគ្នាគេញ៉ាំអីជាមួយគ្នាបងប្អូនបានន័យថាយើងយល់ពីគ្នាច្រើនឧទាហរណ៍ថាមិនរិចព្រោះខ្ញុំធ្វើអីមួយអញ្ចឹងគឺខ្ញុំធ្វើបានហើយលឿនអីអញ្ចឹងទៅយើងយល់ពីអ្វីដែលគាត់ចង់បានភាគច្រើនគឺនឹងរិចខ្លាចចិត្តគេអញ្ចឹងគឺគាត់អត់សូវចេះនិយាយច្រើននេះបើទៅអត់គឺអត់ចេះនិយាយអីច្រើនពី3ដងទេទៀតអ្នកទាំងអស់គ្នាហេតុអីបានរិចទុកចិត្តខ្ញុំតែតោះមួយការទុកចិត្តដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលស្មោះត្រង់ឧទាហរណ៍ថា charity អញ្ចឹងចោះអញ្ចឹងគាត់ឲ្យបាត់ចិត្តមែនគាត់មិនមែនហុចលុយឲ្យខ្ញុំទេគាត់ឲ្យបាត់ចិត្តថាអានឹងត្រូវធ្វើកញ្ចប់ 5000 អញ្ចឹងពេលហ្នឹងគឺខ្ញុំសួរគាត់ឲ្យថាចង់ធ្វើបែបម៉េចខ្លះចង់មានអីគេខ្លះនៅក្នុងហ្នឹងពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមគិតមិនធ្វើឲ្យដល់ធ្វើអស់ត្រឹម 3500 ទៅ 4000 បានហើយអញ្ចឹងមិនមែនខ្ញុំធ្វើអស់ប៉ុណ្ណឹងហើយនៅសល់លុយប៉ុណ្ណឹងគឺខ្ញុំយកទៅគឺអត់ទេអស់មិនគឺ claim ប៉ុណ្ណឹងសល់លុយមិនគឺគាត់ធ្វើចង់ធ្វើអីធ្វើទៅគឺខ្ញុំព្យាយាមធ្វើឲ្យអស់តិចបំផុត saving បំផុតសន្សំបំផុតគឺខ្ញុំអត់ធ្វើលើសពីអ្វីដែលគាត់ឲ្យទេគាត់ឲ្យផាក់កញ្ចប់នឹង 5000 ប៉ុន្តែខ្ញុំធ្វើឲ្យអស់ក្រុមហ្នឹងអាហ្នឹងគឺខ្ញុំពួកយើងចេះខ្លាចចិត្តគ្នាមិត្តភក្តិក៏ដោយស្និទ្ធគ្នាខ្លាំងប៉ុណ្ណាក៏ដោយរិចគឺខ្លាចចិត្តខ្ញុំខ្លាចចិត្តគ្នាទៅវិញទៅមករិច respect ខ្ញុំមកគ្រប់ខ្ញុំមកអញ្ចឹងមុននឹងគាត់ធ្វើអីមួយគាត់សួរយើងដែរនៅពេលដែលគាត់តល់បច្ចេកណាមួយឬក៏គាត់តល់រឿងអីមួយគាត់តែងតែខលសួរខ្ញុំអីចឹងហើយនេះគឺជាអ្វីដែលខ្ញុំគិតថា
nhóm chi này kể mà đi xuôi nhóm mình chẳng á chẳng nó phải để con xuôi ấy dương phải phía xa nữa dương phèp con ấy thôi chắc mùi mình tha dương phèp tới con thôi chẳng thằng ó tê ban nay tha dương phèp con bị mùi bị bay chẳng con random vô à mùi hay con vô cái nật bọc con mà thôi đài chẳng nó không nắng dương thôi mà đa dương mơ bị ô rồi còn dương mơ bị tùng vờ tới cứ tấm bích con sẽ đạp dương đây tại chẳng chẳng mẹ làm tha con ao đồng lại dương chẳng nó phải nứng để thôi ở dương mẹ ở đồng mới tha mi đồng lại gì chẳng nó nên tao kia thôm nay nóไป để រອບ អាន គេ ម្នាក់ មាន អារម្មណ៍ ថា ខ្លួន ឯង មាន តម្លៃ អញ្ចឹង គឺ យើង រອບ បាន យូរ ហើយ ហើយ មួយ ទៀត អ្នក ទាំង អស់ គ្នា តែ ដឹង ពី គាត់ គឺ ធ្វើ អី មួយ គឺ ខ្លាច ប៉ះ ពាល់ អារម្មណ៍ មែន ទែន អញ្ចឹង មិន ថា ការ ងារ អី ក៏ ដោយ fan តាក់ទង មក និយាយ អី ប៉ះ ពាល់ ដល់ គាត់ គឺ ពេល ខ្លះ គឺ ខ្ញុំ បិទ បាន ន័យ ថា ឲ្យ ដល់ គាត់ ទេ ព្រោះ ប៉ះ ពាល់ ដល់ អារម្មណ៍ គាត់ គាត់ អាច ធ្វើ វីដេអូ បាន ទេ ឬ ក៏ គាត់ អាច ធ្វើ ការ បាន ទេ តែ ទៅ មួយ content creator influencer អ្នក ទាំង អស់ គ្នា មិន មែន ត្រូវ តែ ដឹង គ្រប់ រឿង មិន ត្រូវ តែ ទទួល យក បាន គ្រប់ រឿង ទេ គាត់ ក៏ ជា មនុស្ស មាន បេះដូង អញ្ចឹង វីដេអូ ការធ្វើវីដេអូមួយតើអារម្មណ៍គាត់ល្អដែរបានគាត់ធ្វើបានឲ្យអ្នកទាំងអស់គ្នាមើលរលូនទៅមុខអញ្ចឹងដូចពេលខ្ញុំទៅស្រុកក្រៅអីអញ្ចឹងនៅពេលដែលនៅមួយគាត់អញ្ចឹងឧទាហរណ៍ថាត្រូវថតបច្ចេកអីមួយថតឲ្យ client អីមួយត្រូវថតឲ្យចប់សិនមើលទៅអស់បច្ចេកអីឲ្យត្រូវចិត្តដល់ថ្ងៃត្រឡប់មកវិញបានខ្ញុំធ្វើប្រាប់រឿងនឹងដល់គាត់ព្រោះរឿងខ្លះមិនត្រូវឲ្យគាត់ដឹងទាំងអស់ទេធ្វើឲ្យប៉ះពាល់អារម្មណ៍គាត់អាចធ្វើការបានមួយទៀតអ្នកទាំងអស់គ្នាការលើកទឹកចិត្តអញ្ចឹងពីខ្ញុំមកហ្មងពីរអ្នកខ្ញុំគឺលើកទឹកចិត្តគ្នាភាគច្រើនខ្ញុំលើកទឹកចិត្តរិចរហូតពួកអីរឿងរបស់ខ្ញុំអត់សូវប្រាប់ដល់រិចទេប៉ុន្តែបើរឿងរបស់រិចគាត់ប្រាប់ដល់ខ្ញុំបានច្រើនអញ្ចឹងខ្ញុំជាមនុស្សអ្នកដែលលើកទឹកចិត្តគាត់ពេលដែលគាត់បាក់ទឹកចិត្តមិនមែនជាខ្ញុំម្នាក់ឯងគាត់មានអ្នកផ្សេងទៀតដែរប៉ុន្តែក្នុងចំណោមហ្នឹងក៏មានខ្ញុំដែរមិនមែនខ្ញុំ claim credit អ្នកទាំងអស់គ្នានេះខ្ញុំចង់និយាយពីមូលហេតុខ្ញុំជាមួយគាត់ខ្ញុំលើកទឹកចិត្តគាត់នៅពេលដែលគាត់ជួបរឿងអីមួយអញ្ចឹងហើយរឿងមួយទៀតដែលខ្ញុំអាចធ្វើការជាមួយគាត់បានយូរនោះដឹងមិនអត់ថា idol អ្នកទាំងអស់គ្នាជាមនុស្សឯកាខ្ញុំកាន់តែស្គាល់រិចខ្ញុំកាន់តែមានអារម្មណ៍ថាគាត់ឯកាអ្នកទាំងអស់គ្នាអាចនឹងមានគ្រួសារមួយដ៏ល្អអីអញ្ចឹងអានេះខ្ញុំសុំទោសបើសិនជារិចគាត់ស្ដាប់ទៅកន្លែងហ្នឹងអត់គួរនិយាយប៉ុន្តែខ្ញុំចង់និយាយថាខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថារិចមិនមែនមានគ្រប់សពបែបយ៉ាងទេគាត់ក៏មានខ្វះភាពកក់ក្ដៅពីគ្រួសារដែរគាត់ឯកាណាស់អ្នកទាំងអស់គ្នាអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាខ្ញុំត្រូវតែធ្វើអីបានខ្ញុំធ្វើនឹងអញ្ចឹងបានន័យថាបំពេញចន្លោះណាដែលខ្ញុំអាចធ្វើបានខ្ញុំបំពេញកន្លែងហ្នឹងអញ្ចឹងក្នុងនាមយើងជាមិត្តភក្តិអញ្ចឹងយើងអាចធ្វើអីបានគាត់ត្រូវការយើងគឺយើងត្រូវតែទៅព្រោះគាត់អត់ងាយហៅទេឧទាហរណ៍ដូចទៅញ៉ាំកាហ្វេអញ្ចឹងចោលឆាតមកស្អែកទៅនេះអត់ផឹកកាហ្វេអីអញ្ចឹងគឺទៅហើយឥឡូវអញ្ចឹងគឺខ្ញុំអត់សូវទៅណាមួយគាត់ដោយសារតែខ្ញុំមានក្រុមការងារគាត់ទៅជំនួសហើយអញ្ចឹងខ្ញុំត្រូវធ្វើការងារអីផ្សេងអញ្ចឹងទៅតែខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថាគាត់ឯកាហើយខ្ញុំអត់មានអីដូចគាត់ទេគាត់មានទាំងផ្ទះមានទាំងឡានមានទាំងលុយអីច្រើនជាងខ្ញុំប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតគាត់អាណិតទាំងគាត់មានគ្រប់យ៉ាងហើយយើងអត់មានអីអញ្ចឹងយើងនៅពេលដែលយើងកាន់តែស្គាល់គាត់ទៅគឺយើងដឹងថាគាត់ខ្វះចំណុចណាហើយយ៉ាងឯងអ្វីដែលគេបង្ហាញយើងឲ្យឃើញអានឹងជាគ្រាន់តែអ្វីដែលគេចង់ឲ្យឃើញទេប៉ុន្តែមានជាច្រើនជ្រុងទៀតដែលយើងអត់ដឹងហើយដែលរឿងដែលมันអាចបង្ហាញបានអញ្ចឹងណាអ្នកទាំងអស់គ្នាហើយវីដេអូខ្ញុំគឺដូចជាមានតែប៉ុណ្្នឹងទេដោយសារតែការងារខ្ញុំមួយរិចគឺមានច្រើនដូចតែអ្នកទាំងអស់គ្នាឃើញអញ្ចឹងមួយទៀតតើតងជាមួយនឹងការរៀបចំដូចអ្នកទាំងអស់គ្នាឃើញកម្មវិធី launching របស់ឆ្នាំដល់ថ្មីអញ្ចឹងដែលយើងបើក branding ដំបូងខែ8ថ្ងៃទី11ហ្នឹងណាបាត់ចិត្តគាត់ឲ្យខ្ញុំរៀប launch ហ្នឹងឲ្យអស់2000ព្រោះអីយើងអត់មានថវិកាក្នុងការធ្វើ launch នៅសារទំនើបឬក៏ម៉ាតអីធំទេហើយគ្នាក្រុមការងាររបស់យើងដូចអ្នកទាំងអស់គ្នាអញ្ចឹងគឺឃើញមានតែប៉ុណ្្នឹងអញ្ចឹងគាត់ឲ្យបាត់ចិត្តខ្ញុំប៉ុណ្្នឹងគឺខ្ញុំថាច្រើនហើយអញ្ចឹងខ្ញុំព្យាយាមធ្វើអស់តែ1000ជាងទេប៉ុន្តែហត់ខ្លាំងអ្នកទាំងអស់គ្នាដោយសារតែគ្រប់យ៉ាងគឺខ្ញុំធ្វើដោយខ្លួនឯងហើយរៀបចំតាក់ទងអ្នកនេះតាក់ទងអ្នកនោះអញ្ចឹងវារៀងច្រើនដែរវាជាអ្វីដែលពួកខ្ញុំអាចធ្វើបានហើយសង្ឃឹមថាខ្ញុំនឹងមានពីអ្នកខ្ញុំពួកខ្ញុំនឹងមានអីផ្សេងទៀតដែលឲ្យអ្នកទាំងអស់គ្នាគ្រប់គ្រងនិង support ទៅមុខទៀតអញ្ចឹងណាហើយខ្ញុំអត់មានអីច្រើនទេចឹងថ្ងៃ birthday របស់គាត់ខ្ញុំជូនពរឲ្យគាត់ថ្ងៃទី20 birthday របស់គាត់ខ្ញុំជូនពរឲ្យគាត់មានសុខភាពល្អហើយស្រឡាញ់ខ្លួនឯងឲ្យច្រើនកុំបដោតខ្លួនឯងដោយសារតែមានជំងឺហើយអញ្ចឹងកុំឲ្យខ្លួនឯងឈឺខ្លាំងជាងនឹងអីហើយខ្ញុំជូនពរឲ្យខ្ញុំជូនពរឲ្យគាត់ហៅមនុស្សម្នាក់ដែលអាចនៅមួយគាត់បានយល់ពីគាត់នេះជាអ្វីដែលខ្ញុំចង់ឃើញអស់ហើយបាយបាយ